ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញពីលំអកសណ្ដោងម៉ូតូជាប្រភេទរតែលក់កាហ្វេលក់ភេសជ្ជៈចាជាប្រភេទសណ្ដោងម៉ូតូចាមានទំហំខ្នាត1.4 ម៉ែត្រទឹកជាងបណ្ដោយ2 ម៉ែត្រគត់ចាចំពោះផ្នែកខាងក្នុងគឺជាមានប្រភេទម៉ាស៊ីនកិនទឹកទៅអនាម័យសុវត្ថិភាពកិនម្ដងអស់ទឹក 100% ខាងនេះមានទូកញ្ចក់2ទូដាក់គ្រឿងកំប៉ាំងក៏បានដាក់គ្រឿងម្ជូរក៏បានដែរទូកញ្ចក់2ចាមួយទៀតនេះគឺទូដាក់អំពៅសុតចាកន្លែងលើនោះកន្លែងមានតាំងគ្រឿងកំប៉ាំងចាបងដាក់ចូលបងបាននេះសបកកង់ដាក់សបកកង់ឡានលេខ12ផ្លូវ09ជាទីចូល4ស្លឹកណាបងប្អូនទាំងអស់គ្នាចាគឺយើងមានការរៀបចំមកស្អាតមានដាក់កញ្ចក់សងខាងប្រក់ដបូលមានដបូលអែវភ្លៀងតម្លាក់កលឹងក្បាត់ជុំវិញណាបងប្អូនចាហើយមានម៉ាស៊ីនកិនតឹងបើចាម៉ាស៊ីនកិនតឹងបើនេះគឺកិនតែម្ដងហើយសុវត្ថិភាពទៀតកិនតែម្ដងអស់ទឹក 100% តែម្ដងចាគឺយើងមានការកាយក្បាលតំពុកម៉ូតូរៀបចំតភ្លើងស្តុបសញ្ញោសងខាងមកស្អាតជូនគាត់តែម្ដងចានេះយកទៅខាងខេត្តកំពតពុកម៉ែបងប្អូនគាត់មកកំងដល់ទីតាំងផ្ទាល់តែម្ដងចានេះទូកញ្ចក់យើងកម្ពស់70 2ថ្នាក់3ប្រឡោះមាន2ទូអានេះ2ថ្នាក់3ប្រឡោះកម្ពស់70ដូចគ្នាហើយនេះកំពុងតែចាក់សាំងចាក់ប្រេងបានប្រឆេះជូនណាចាម៉ាស៊ីនតឹងទៅពីកន្លែងខ្ញុំគឺខ្ញុំហ្វ្រីចាក់សាំងចាក់ប្រេងបានប្រឆេះជូនមុននឹងយកទៅផ្ទះចាតេះឲ្យមើលសិនមុននឹងយកទៅចាហើយមានកធុនត្រង់តឹងទៅយកប្រហោតឹងទៅថែមជូនគាត់មួយសេតតែម្ដងចាត្រៀមបច្ចេកហ្នឹងណាពុកម៉ែបងប្អូនអាចមើលបានចាសម្រាប់ពុកម៉ែបងប្អូនក៏មានតម្រូវការចង់កំងធ្វើលម្អអីគាត់អាចធ្វើការតំណតាមរយៈលេខទូរស័ព្ទ3ខ្សែដែលអ្នកខ្ញុំដាក់ផ្នែកខាងលើឬក៏ឆាតចូល page របស់អ្នកខ្ញុំផ្ទាល់ក៏បានដែរសម្រាប់ទីតាំងរបស់យើងខ្ញុំគឺនៅភ្នំពេញនៅផ្សារដើមថ្កូវលើផ្លូវ271នៅម្ដុំធនាគារ ABA ណាពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមបញ្ជាក់ចាសម្រាប់ម៉ូតូនេះគឺរបស់គាត់ណាគាត់យកមកពីផ្ទះខ្លួនឯងណាគាត់តែងតែលម្អពីខាងខ្ញុំទេសូមបញ្ជាក់ពីកន្លែងហ្នឹងចាចារួចរាល់អស់ហើយចាជាចុងក្រោយនេះខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាប់ពីដើមរហូតដល់ចប់ចាហៅជាងភ្លើងមកអូនចាជាចុងក្រោយនេះខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នេះខ្ញុំចាប់ពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលា